ឃើញតែអ្នកគ្រូផ្សព្វផ្សាយថាមានវ៉ាក់សាំងការពារជំងឺសេមុនចាអ្នកគ្រូនិយាយពីជំងឺសេមុនប៉ុន្តែជំងឺសេមុនហ្នឹងមានរោគសញ្ញាមិនខ្លះអ្នកគ្រូចាហ្នឹងហើយអរគុណសម្រាប់បងស្រីនៅសំណួរណាចាអញ្ចឹងជំងឺសេមុនវាជាជំងឺកាមរោគមួយយ៉ាងដែលឥឡូវហ្នឹងគឺងាយឆ្លងហើយផ្ទុះរាលដាលច្រើនមែនតើចាអញ្ចឹងសួរថាសញ្ញាម៉េចសញ្ញានៃជំងឺសេមុនយើងស្រួលចំណាមេចាគឺវាដោះសាច់នៅនឹងតំបន់ពិសេសរបស់ស្ត្រីជុំវិញទ្វារមាសចានៅហ៊ុនគូតចានៅបរោះក៏ដូចគ្នានៅជុំវិញលឹងរបស់គាត់នៅពងស្វាសចានៅហ៊ុនគូតចាឬក៏នៅមាត់កំពង់កណ្ដាលជាដើមចាអញ្ចឹងកន្លែងណាដែលរួមភេទគឺភាគច្រើនសេមុនហ្នឹងគឺវាអាចដោះចាអញ្ចឹងវាជាជំងឺកាមរោគមួយយ៉ាងដែលឆ្លងទៅតាមការរួមភេទហើយនឹងការប៉ះសាច់នឹងផ្ទាល់តែម្ដងចាហ្នឹងហើយអញ្ចឹងឥឡូវហ្នឹងគឺវារីករាលដាលច្រើនហើយយើងមានវ៉ាក់សាំងសម្រាប់ការពារអញ្ចឹងអ្នកគ្រូក៏ចែករំលែកជូនបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលគាត់អត់ទាន់កើតហ្នឹងមកចាក់វ៉ាក់សាំងហ្នឹងឲ្យដើម្បីការពារជំងឺសេមុនហ្នឹងចាហើយក៏វាអាចការពារជំងឺមហារីកផងដែរទាំងបរិសុទ្ធទាំងស្ត្រីនិងភេទទី3ផងដែរចាហើយសញ្ញាសេមុនហ្នឹងនៅពេលដែលយើងដោះសាច់យើងអាចឃើញសាច់វានឹងស្រដៀងខ្លែបខូចដូចផ្កាខាត់ណាដូចរឹសចាដូចសេមុនដែលបងប្អូនទាំងអស់គ្នាស្គាល់សេមុនចាគឺវាលក្ខណៈរឹងអញ្ចឹងអ្នកខ្លះសទូចអញ្ចឹងទៅដូចវាជ្រួយដូចអីដោះនៅប្រដាប់ភេទអញ្ចឹងណាវាដោះ1ឡើង12 2ឡើង13ចាអ្នកខ្លះក៏គាត់មានសញ្ញាលមាស់ដូចស្ត្រីអញ្ចឹងជួនណាគាត់មានសញ្ញាលមាស់អ្នកខ្លះគាត់រួមភេទប៉ះសាច់ហ្នឹងទៅក៏មានឈាមចាហ្នឹងហើយអ្នកខ្លះក៏មានបញ្ហាធ្លាក់សក្លិនបូកមួយផងអញ្ចឹងណាអញ្ចឹងអ្វីដែលយើងអាចកត់សម្គាល់បានគឺយើងចាមានការដោះសាច់ប្លែកនៅតំបន់បរិវេណទ្វារមាសឬក៏ទាំងបរិសុទ្ធទាំងស្ត្រីឬក៏រុនគូតនឹងឯងអញ្ចឹងបើមានការសង្ស័យអីមកពេទ្យមកដើម្បីគ្រូពេទ្យក៏បញ្ជាក់បន្ថែមថាសាច់ហ្នឹងគឺជាសាច់សេមុនមែនឬក៏អត់ដើម្បីបងប្អូនទាំងអស់គ្នាងាយស្រួលការព្យាបាលព្រោះជំងឺសេមុននេះគឺអត់ទុកកើតទេបើសិនជាបរិសុទ្ធកើតនៅរុននោមក៏ប្រឈមមុខនឹងមហារីកឡើងផងដែរហើយបើសម្រាប់ស្ត្រីកើតនៅនឹងមាត់ស្បូនក៏ប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូនចាមហារីកជុំវិញទ្វារមាសចាអ្នកដែលគាត់ភេទទី3ចាឆ្លាញ់គ្នារួមភេទតាមហ៊ុនគូតក៏អាចប្រឈមមុខនឹងមហារីករុនគូតដូចគ្នាចានៅមាត់កំពង់ករួមជំងឺនឹងវាប្រឈមមុខមហារីកបានជាគេមានវ៉ាក់សាំងសម្រាប់ចាក់ការពារអញ្ចឹងសង្ឃឹមតែបងប្អូនទាំងអស់គ្នាយល់ហើយស្វែងរកវ៉ាក់សាំងចាក់ទាំងអស់គ្នាហើយបើសិនជាមានការសង្ស័យអីមិនស្រួលទាំងអស់គ្នាមកពេទ្យជំនាញដើម្បីធ្វើការព្យាបាលឲ្យលឿនបំផុតកុំទុកយូរកុំសង្ងំថ្នាំកុំសង្ងំលេបថ្នាំតាមអនឡាញអីសោះព្រោះអីវាអត់ព្យាបាលបានទេមានតែមកជួបគ្រូពេទ្យជំនាញហើយព្យាបាលបានត្រឹមត្រូវយល់ច្បាស់ពីជំងឺនឹងថាជំងឺនឹងត្រូវព្យាបាលមិនអានឹងបងទាំងអស់គ្នាអាចព្យាបាលទៅវាអត់ឡើងវិញហើយវាជាផុតពីជំងឺមហារីកផងដែរចាអរគុណ